ជាប់បនស្តប់ឪពុកកូនត្រឡប់មកដេកផ្ទះមួយយប់ព្រឹកឡើងប្រទះឃើញដេកស្លាប់ទាំងអស់រឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅឯភូមិសាវ៉ាវទីក្រុងស៊ីនជូខេត្តសានស៊ីភាគពាយព្យប្រទេសចិនក្រោយសមាជិក4នាក់នៃគ្រួសារមួយត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ដោយមិនដឹងមូលហេតុបន្ទាប់ពីចប់ពិធីបុណ្យសពឪពុកវ័យ90ឆ្នាំរបស់ពួកគាត់បើតាមការឲ្យដឹងតាមប្រភពព័ត៌មាន MS News របស់ប្រទេសសិង្ហបុរីចេញផ្សាយកាលពីថ្ងៃទី1ខែមិនិនាឆ្នាំ2025អ្នកស្លាប់ទាំង4នាក់រួមមានកូនប្រុសបង្កើត3នាក់និងកូនប្រុសសាប្រុសម្នាក់ហើយបើតាមរបាយការណ៍បានឲ្យដឹងថាបរិសុទ្ធជាឪពុកវ័យ90ឆ្នាំបានស្លាប់ដូច្នេះកូនដែលរស់នៅកន្លែងផ្សេងបានត្រឡប់មកភូមិកំណើតដើម្បីរៀបចំពិធីបុណ្យសពឲ្យឪពុកលុះពេលចប់ពិធីបុណ្យបញ្ចុះសពឪពុកអ្នកទាំង4ក៏បានសម្រេចចិត្តស្នាក់នៅផ្ទះមួយយប់ស្ថិតនៅក្នុងភូមិកើតហេតុប៉ុន្តែជាអកុសលនៅព្រឹកឡើងអ្នកទាំង4ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ដោយមិនដឹងមូលហេតុបើយោងតាមព័ត៌មានចិនជូមីញូបានរាយការណ៍ថាការស៊ើបអង្កេតបង្ហាញថាទាំង4នាក់បានស្លាប់ដោយសារតែស្រូបឧស្ម័នពុលកាបូនម៉ូណូអុកស៊ីតទោះបីយ៉ាងណាអាជ្ញាធរមូលដ្ឋានកំពុងស្រាវជ្រាវនិងធ្វើការដោះស្រាយដើម្បីត្រួតពិនិត្យកំពុងដោះស្រាយនិងធ្វើការត្រួតពិនិត្យសុវត្ថិភាពពាក់ព័ន្ធខណៈដែលមន្ត្រីភូមិក៏កំពុងផ្ដល់ជំនួយដល់គ្រួសារនោះផងដែរបើតាមអ្នកនិយមលេខបណ្ដាញសង្គមមួយចំនួនបានប៉ាន់ស្មានថាផ្ទះនោះត្រូវបានទុកចោលយូរមកហើយអ្នកស្លាប់ទាំង4នាក់បានប្រើប្រាស់ចង្ក្រានដុតភ្លើងដើម្បីកម្ដៅបន្ទប់ដោយមិនបានបើកទ្វារបង្អួចគ្រប់គ្រាន់ឲ្យមានខ្យល់ចេញចូលនោះទេហើយអ្នកស្លាប់ទាំង4នាក់បានស្រូបយកផ្សែងពុលអំឡុងពេលដេកលង់លក់បន្ទាប់ពីអស់កម្លាំងខាត់រថយន្តធុនធ្ងន់ជិត50គ្រឿងត្រួតពិនិត្យធ្វើតេស្តអ្នកបើកបររកសារធាតុញៀនរថយន្តធុនធ្ងន់ចំនួន49គ្រឿងត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យខាត់ត្រួតពិនិត្យនិងធ្វើតេស្តទៅលើអ្នកបើកបរដើម្បីរកសារធាតុញៀនការដាក់កម្លាំងខាត់រថយន្តធុនធ្ងន់នេះបន្ទាប់ពីកន្លងមករថយន្តទាំងនោះបើកបរក្នុងល្បឿនលឿនមិនសូវគោរពច្បាប់ចរាចរណ៍ហើយតែងតែបង្កគ្រោះថ្នាក់ដែលគេសង្ស័យថាអ្នកបើកបរអាចនឹងផ្ទុកនៅសារធាតុញៀនតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាដែលអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍តូសិតឡោះស្នងការនៃស្នងការនគរបាលរាជធានីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី2ខែមិនិនាឆ្នាំ2025លោកឧត្តមសេនីយ៍ត្រីងាន់ចន្ទថាស្នងការរងផែនការងារសម្ដាប់ធ្នាប់បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយនឹងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនចុះបើកប្រតិបត្តិការត្រួតពិនិត្យតេស្តរោគសារធាតុញៀនតាមរយៈទឹកនោមទៅលើអ្នកបើកបររថយន្តធុនធំលើកំណត់ផ្លូវជាតិលេខ5ភូមិព្រែកស្ពៅឃុំឫស្សីក្រោមស្រុកមង្គលបុរីនៅក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលបានឃាត់ខ្លួនរថយន្តធុនធំចំនួន49គ្រឿងអ្នកបើកបរចំនួន49នាក់យកមកត្រួតពិនិត្យរោគសារធាតុញៀនតាមរយៈទឹកនោមលទ្ធផលបានបង្ហាញអវិជ្ជមានគ្មានសារធាតុញៀនលោកវរៈសេនីយ៍ត្រីងាន់ចន្ទថាស្នងការរងទទួលផែនការងារសម្ដាប់ធ្នាប់បានឲ្យដឹងថាគោលបំណងនៃការចុះត្រួតពិនិត្យនិងធ្វើតេស្តរោគសារធាតុញៀនទៅលើអ្នកបើកបររថយន្តធុនធំគឺនគរបាលយើងបានធ្វើឡើងដើម្បីធានាសុវត្ថិភាពចរាចរណ៍និងកាត់បន្ថយអត្រាគ្រោះថ្នាក់និងជាការបង្ការទប់ស្កាត់អ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀនសម្ដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន